មានសំណួរមួយ sorry នេះចង់សួរទៅគ្នាយើងថាមូលហេតុអីបានគ្នាយើងមករៀន IT អូខេហើយសំណួរហ្នឹងគឺខ្ញុំបានមកពីលោកគ្រូម្នាក់នៅក្នុងមុខវិជ្ជាដែលខ្ញុំផ្លេចបាត់ហើយការខ្ញុំរៀនចូលរៀនឆ្នាំទី1ភ្លាមហ្នឹងគឺមានគ្រូម្នាក់គាត់សួរថាមូលហេតុអីបានយើងមករៀន IT គាត់សួរទាំងអស់គ្នានៅក្នុងថ្នាក់ទាំងមូលហ្នឹងហ្មងហើយអញ្ចឹងយ៉ានៅក្នុងថ្នាក់ទាំងមូលម្នាក់គាត់ឆ្លើយតាមគោលដៅរបស់គាត់ទៅពេលច្រើនគាត់និយាយថាគាត់ចង់ធ្វើជា website developer គាត់ចង់ធ្វើជា mobile developer គាត់ចង់ធ្វើជាអីអញ្ចឹងទៅវាបែបហ្នឹងអាហ្នឹងពេលដែលគ្រូសួរមកដល់ខ្ញុំសួរថាមូលហេតុអីបានខ្ញុំមករៀន IT ខ្ញុំឆ្លើយនៅចម្លើយមួយដែលអត់ expected ហ្មងអ្នកនៅក្នុងថ្នាក់អត់ expected ខ្លាំងមែនតើអូខេអញ្ចឹងខ្ញុំនឹងប្រាប់គ្នាយើងប៉ុន្តែឥឡូវខ្ញុំនិយាយដើមតងសិនមូលហេតុអីបានខ្ញុំទៅរៀន IT ហ្នឹងគឺដំបូងពេលច្រើនតាមទូចមកគឺខ្ញុំ interest ទៅលើផ្នែកខាង electronic ច្រើនជាងផ្នែកខាងអគ្គិសនីច្រើនជាងមិនខាង IT ទេហើយបន្តមកទៀតគឺនៅពេលដែលខ្ញុំរៀនទី10ថ្នាក់ទី10នៅវិទ្យាល័យអញ្ចឹងថ្ងៃហ្នឹងដូចជាអត់មានត្រូវទៅរៀនទេខ្ញុំងើបពីផឹកមកភ្លាមបែរជាខ្ទង់ម៉ោង9ឬក៏ម៉ោង10ខ្ញុំក៏ទាញទូរស័ព្ទមក Facebook មើល scroll មើល Facebook ហើយដល់ខ្ញុំ scroll ប៉ះរឿងមួយហើយខ្ញុំអង្គុយមើលរឿងហ្នឹងគ្រាន់តែ intro របស់រឿងហ្នឹងមកគឺខ្ញុំសង្ហាញ់ហ្មងវាប្រភេទដូចយើងដូចខ្ញុំអញ្ចឹងខ្ញុំក៏អង្គុយមើលរឿងហ្នឹងហើយក្នុងរឿងហ្នឹងមានតួស្រីដូចឈ្មោះលូប៉ៃវៃវៃហើយតួប្រុសឈ្មោះអ៊ីសេណៃអូខេហើយរឿងហ្នឹងគេនិយាយពីពីអ្នកហ្នឹងលេងហ្គេមជួបគ្នារៀបការនៅក្នុងហ្គេមហើយចេញមកក្រៅស្រឡាញ់គ្នាទៀតហើយរបៀបអញ្ចឹងណាហើយអូខេហើយតួប្រុសហ្នឹងគឺគាត់រៀនខាងIT ហើយគាត់មានគោលដៅមួយគឺចង់បង្កើតហ្គេមហើយខាងស្រីក៏មាន interesting ស្តៀងមួយតួប្រុសដែររបៀបបែបហ្នឹងណាហើយគាត់ make game មួយគ្នាទៅ create game មួយគ្នាអញ្ចឹងទៅវាបែបហ្នឹងខ្ញុំមើលរឿងហ្នឹងហើយគឺខ្ញុំជក់ខ្លាំងមែនតើហើយខ្ញុំចូលចិត្តណាហើយខ្ញុំដាក់រឿងហ្នឹងឲ្យគ្នាយើងហើយខ្ញុំប្រាប់ថាចំណងជើងកាលហ្នឹងគឺគេដាក់ថាម៉េចចំណងជើងខ្មែរនៅក្នុង Facebook ហ្នឹងគេដាក់ថានិស្ស័យស្នេហ៍ gamer អូខេ and then ចំណងជើងនៅក្នុងរឿងគេហ្មងជាភាសាអង់គ្លេសគឺ love O2O love O2O អញ្ចឹង love O2O មកពាក្យថា love online to offline បានន័យថាស្រឡាញ់គ្នាទាំង online ពេលមក offline ក៏នៅស្រឡាញ់គ្នាដែររបៀបបែបហ្នឹងហើយរឿងហ្នឹងឯង inspiration ខ្ញុំមានអារម្មណ៍ថាអូចុះបើខ្ញុំទៅរៀន IT ដែរ and then ខ្ញុំ meet someone ដែល play game មួយគ្នាដែរអូយ I kind of find true love នៅក្នុង major IT ហ្នឹងតែស្វាយខ្ញុំ choose ទៅរៀន IT ឃើញអត់អញ្ចឹងបកទៅវិញនៅពេលដែលគ្រូសួរខ្ញុំសួរមកដល់ខ្ញុំសួរថាមូលហេតុអីបានខ្ញុំទៅរៀន IT ហើយដល់ខ្ញុំឆ្លើយបែបហ្នឹងខ្ញុំឆ្លើយថាមូលហេតុដែលខ្ញុំទៅរៀន IT លោកគ្រូគឺដោយសារតែខ្ញុំពីទូចគឺខ្ញុំ inspire មកពីរឿង Love O2O ហើយដល់គាត់ខាចស្អីគេរឿងហ្នឹងវាមាន effect បែបហើយដល់ខ្ញុំ explain គាត់ទៅ the whole class បានន័យថាអ្នកនៅក្នុងថ្នាក់